ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទសម្រាប់ថ្ងៃនេះដែរខ្ញុំមានវីដេអូមួយមកបង្ហាញចែកជូនឲ្យបងប្អូនបានទស្សនាណាបងប្អូនទាំងអស់គ្នាបាទសម្រាប់ការចិញ្ចឹមមាន់ចិញ្ចឹមទាបាទលក្ខណៈគ្រួសារគ្រាន់តែយើងនៅផ្ទះក៏យើងអាចចិញ្ចឹមបានដែរណាបងប្អូនទាំងអស់គ្នាបាទសម្រាប់បងប្អូនដែលក៏ស្រឡាញ់វិស័យខាងកសិកម្មខាងចិញ្ចឹមសត្វបែបនេះណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងសម្រាប់បងប្អូនដែលគាត់បានទស្សនានៅវីដេអូនេះហើយបាទកុំភ្លេចចុចជាវឬមួយក៏ Subscribe នៅលើសញ្ញារូបកណ្ដឹងឲ្យម្នាក់មួយទៅបាទដើម្បីឲ្យខ្ញុំមានវីដេអូចែករំលែកទៅកាន់ពុកម៉ែបងប្អូនបានទស្សនាទាំងអស់គ្នាបាទពីសកម្មភាពដែលចិញ្ចឹមមាន់ចិញ្ចឹមទាអញ្ចឹងណាបងប្អូនបាទអញ្ចឹងការចិញ្ចឹមទាកាបបាទការចិញ្ចឹមទាកាបនេះដែរគឺលក្ខណៈគ្រួសារបើសិនជាបងប្អូនដាក់ចិញ្ចឹមបានគឺវាល្អមែនតើបាទអញ្ចឹងវាផ្ដល់សុទ្ធឲ្យយើងរហូតណាបងប្អូនអរគ្នាបាទយើងចិញ្ចឹមលក្ខណៈគ្រួសារ4 10 20អីចឹងទៅបាទគឺវាងាយស្រួលដែរបងប្អូនអរគ្នាបាទហើយតាក់ទងជាមួយនឹងការចិញ្ចឹមនេះដែរគឺវាអត់មានអីពិបាកទេបងប្អូនអរគ្នាបាទសំខាន់ឲ្យតែបងប្អូនចេះថែទាំវាមើលថែវាបានល្អទៅគឺបងប្អូនចិញ្ចឹមទៅរស់ទាំងអស់គ្នាបាទឥឡូវនេះវាចូលដល់ខែប្រាំងហើយបាទអញ្ចឹងគឺវាអត់សូវជោគជាំដូចខែវស្សាទេបាទការចិញ្ចឹមគឺវាកាន់តែស្រួលតែម្ដងណាបងប្អូនអរគ្នាបាទមិនថាចិញ្ចឹមមាន់ចិញ្ចឹមទាគឺវាស្រួលទាំងអស់អញ្ចឹងណាខែនេះវាអត់មានប្របាច់មានអីទេបងប្អូនអរគ្នាបាទហើយហ្នឹងហើយបងប្អូនតាក់ទងជាមួយនឹងការចិញ្ចឹមមាន់បងប្អូនចាប់ផ្ដើមចិញ្ចឹមទៅបើសិនជាបងប្អូននៅផ្ទះតនេដែរបងប្អូនចិញ្ចឹមលេងទៅបាទគឺវាអត់មានអីទេបាទវាអាចនឹងរកចំណូលឲ្យយើងបានបន្ថែមទៀតនេះគេហៅថាការងារបន្ទាប់បន្សំរបស់យើងអញ្ចឹងណាបងប្អូនទាំងគ្នាបាទហ្នឹងហើយបងប្អូនបាទនេះគឺជាទារបស់ខ្ញុំបាទហើយមាន់បាទមាន់ខ្ញុំបានចាប់លក់អស់ខ្លះហើយបងប្អូននៅសល់ប៉ុណ្្នឹងឯងមាន់ខ្ញុំគឺខ្ញុំចំបលែងបែបហ្នឹងតែម្ដងណាបងប្អូនបាទអញ្ចឹងគឺអត់មានការងាប់អីទេបងប្អូនទាំងគ្នាបងប្អូនមើលឃើញវាស៊ីស្រូវអត់បងប្អូនបាទខ្ញុំឲ្យវាស៊ីស្រូវអញ្ចឹងបងប្អូនសម្រាប់បងប្អូនក៏អាចចំបានដែរបងប្អូនដែលស្រឡាញ់បាទចាប់ដើមចំទៅបាទគឺអត់មានបញ្ហាអីទេយើងចាប់យើងនៅផ្ទះបានបងប្អូនទាំងគ្នាបាទយើងអត់ពិបាកទៅធ្វើការគេអញ្ចឹងណាយើងវាថាយើងមានគ្រូសាមានអីទៅយើងមិនដឹងថាធ្វើអីអញ្ចឹងបងប្អូនអាចចំមាន់ចំទាលេងបានបាទដីបងប្អូនមានទលាយទលំទលាយដែរចាប់ដើមចំទៅបាទចឹងវីដេអូនឹងមានប៉ុណ្្នឹងទេបងប្អូនទាំងគ្នាបាទ